សូមជូនរឿងពស់កេងកងកាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពឹសនិងពស់ឥតពឹសទេមានតែពស់កេងកងមាននិទានថាកាលពីដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីឈ្មោះនាងឥដ្ឋប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនជិតខាងបបួលគ្នាទៅរកអស់ឯនាងនីឮគេបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងឥដ្ឋជាកូនទៅជាមួយផងលីដឹងចូលទៅក្នុងព្រៃបានឃើញអុសមួយធំនាងនេះយកដឹងពុះអស់លុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់នាងនេះមើលទៅឃើញដឹងថារន្ធពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យឯពស់កេងកងឆ្លើយថាបើនាងឯងឲ្យអញធ្វើជាប្រពន្ធអញទើបអញឲ្យដឹងបើនាងឯងមិនដោយអញធ្វើជាប្រពន្ធអញនោះអញមិនឲ្យដឹងទេនាងនេះឮពស់កេងកងថាដូច្នេះហើយហេតុតែជាស្រីខូចក៏ព្រមទទួលថាលេងតែអ្នកឯងឲ្យដឹងមកចោះចាំល្ងាចឲ្យនាងឥដ្ឋមកហៅពស់កេងកងឮនាងនេះថាដូច្នេះក៏ឲ្យដឹងមកនាងនេះផ្ដាំថាដល់ល្ងាចសឹមឲ្យនាងឥដ្ឋមកហៅនាងនេះក៏ទូលអស់ទៅផ្ទះជាមួយនឹងនាងឥដ្ឋលុះដល់ប្រលប់នាងនេះក៏ប្រើនាងឥដ្ឋជាកូនទៅហៅពស់កេងកងនាងឥដ្ឋទៅដល់រន្ធពស់ឆ្លើយថាពស់កេងកងនាងនេះឲ្យហៅឯពស់កេងកងឮហើយចេញមកនាងឥដ្ឋឃើញពស់ក៏ភ័យព្រឺខ្ញាក់អស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅរៀបបាក់អស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនាងនេះនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាម2-3ឆ្នាំទៅមកម្ដងពស់កេងកងសួរថាប្តីនាងឯងនៅប៉ុន្មានខែប៉ុន្មានថ្ងៃទៀតទៅមកដល់នាងនេះឆ្លើយមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតមកដល់ទេពស់កេងកងលានាងនេះទៅរូងវិញនាងផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យនាងឥដ្ឋទៅហៅទេអ្នកកុំមកបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើនាងឥដ្ឋឲ្យទៅហៅអ្នកសឹមអ្នកមកពស់កេងកងក៏ទៅរូងវិញរាល់ល្ងាចនាងនេះប្រើនាងឥដ្ឋឲ្យទៅហៅពស់កេងកងនាងឥដ្ឋខ្លាចម្ដាយក៏ទៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយសាហាយនឹងពស់នាងឥដ្ឋទៅដល់មាត់រូងហៅថាពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថាឥដ្ឋអើយឥដ្ឋបើអញទៅពុកឥដ្ឋនឹងកាត់អញដាច់នាងឥដ្ឋឆ្លើយថាពុកអញទៅជួញអង្កាំ2-3ឆ្នាំមិនទាន់មកដល់ពស់កេងកងបានឮនាងឥដ្ឋប្រាប់ដូច្នេះក៏លូនចេញពីរន្ធមកហើយចេះតែទៅរាល់ថ្ងៃនាងនេះសាហាយពស់កេងកងទាល់តែផើមដល់យូរបន្តិចទៅប្តីនាងនេះមកពីជួញអង្កាំវិញឃើញនាងនេះពស់ធំក៏នឹកសង្ស័យក៏សួរនាំនាងឥដ្ឋជាកូននាងឥដ្ឋប្រាប់ឪពុកថាម៉ែគាត់សាហាយជាមួយនឹងពស់កេងកងតែវេលាប្រលប់កាលណាឲ្យតែខ្ញុំទៅហៅរាល់ថ្ងៃពុកនាងឮឥដ្ឋប្រាប់ដូច្នេះក៏និយាយទៅនាងឥដ្ឋថាដល់ល្ងាចហងឯងទៅហៅពស់នោះមកទៀតអញកាប់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឯនាងឥដ្ឋលុះដល់ប្រលប់ក៏ទៅហៅពស់កេងកងថាពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮហើយឆ្លើយថាឥដ្ឋអើយឥដ្ឋបើអញទៅពុកឥដ្ឋនឹងកាត់កអញដាច់នាងឥដ្ឋឆ្លើយថាពុកអញទៅជួញអង្កាំ
2 3 ឆ្នាំមិនទាន់មកដល់ពួកកេងកងឮនាងឥតប្រាប់ដូច្នេះស្មានថាឪពុកមិនទាន់មកពីជួញអង្កាំវិញមែនក៏ទៅដូចសពដងឯឪពុកនាងឥតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ពួកកេងកងលូនចូលមាត់ទ្វារបន្តិចឪពុកនាងឥតកាត់ក៏ដាច់ហើយមួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាកមួយកំណាត់ខាងក្បាលយកទៅដាក់លើមេឃពុត្រាឯកណ្ដាលខ្លួនឲ្យនាងឥតយកទៅពន្លាត់ស្បែកចោលហើយផ្ដាំនាងឥតថាកុំឲ្យម្ដាយហងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងអញស៊ីឪពុកនាងឥតក៏លាងឈាមពោះជ្រះអស់មិនឲ្យមានសល់ឯនាងនេះពុំបានដឹងថាប្តីកាប់ពោះជាសហាយស្លាប់ទេព្រោះពេលនោះនាងនេះមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងឥតយកសាច់ពោះទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសម្លខ្លាញ់រងើមទាំងចានឆ្នាំងក៏សួរនាងឥតថាបានសាច់អ្វីស្លោឥតនាងឥតប្រាប់ថាសាច់ជ្រូកនាងនេះនឹកគិតស្មានថាសាច់ជ្រូកមែនក៏ដួសសម្លយកមកស៊ីបាយកាលនាងឥតដួសសម្លយកមកឲ្យនាងនេះជាម្ដាយស៊ីមានក្អែកមួយវាឃើញក្បាលពោះដាក់នៅលើមេឃពុត្រាវាចង់ស៊ីសាច់ពោះវាបោលថានាងនេះស៊ីសាច់ប្តីឯងនាងនេះកំពុងតែស៊ីបាយឬក្អែកបូលដូច្នេះក៏មើលទៅលើដើមពុត្រាឃើញក្បាលពោះកេងកងលើមេឃហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែនាងនេះពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីនាងឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលីងរលោងទឹកភ្នែកឯក្អែកនោះចេះតែបូលថានាងនេះស៊ីសាច់ប្តីឯងបាល់ដាក់នៅលើមេឃពុត្រាកន្ទុយដាក់នៅលើស្កាកនាងនេះមើលទៅលើស្កាកឃើញកន្ទុយពោះកេងកងនៅទីនោះឯប្តីនាងនេះដឹងថាប្រពន្ធសហាយនឹងពោះកេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនដល់នាងនេះផើមចាស់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយពីអ្នកម្ដងនាងនេះមិនដឹងខ្លួនថាប្តីក៏សម្លាប់ខ្លួនស្មានថាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយយើងឈប់កក់សក់នៅទីនេះចោះឯនាងនេះមិនដឹងថាប្តីគិតសម្លាប់ខ្លួនក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីក៏ហូតដាវកាប់នាងពីក្រៅខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែជាកូនពស់លូនចេញពីពោះនាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះមុជក្នុងទឹកខ្លះលូនចូលក្នុងព្រៃព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ